ជាបឋមខ្ញុំកណ្ណាខ្ញុំបាទសូមធ្វើកិច្ចនមស្ការចំពោះគុណព្រះរតនត្រ័យក៏ដូចជាធ្វើកិច្ចនមស្ការចំពោះលោកគ្រូអង្គធម្មកថាកាចាជាទីសក្ការៈមួយវិញទៀតក៏សូមធ្វើសេចក្តីគោរពចំពោះលោកគ្រូធម្មចាជាទីគោរពក្នុងគណៈនេះខ្ញុំកណ្ណាខ្ញុំបាទសូមអនុញ្ញាតដើម្បីធ្វើការសិក្សាបន្តអំពីធម៌ដែលព្រះសង្ឃតែងតែសូត្រនៅក្នុងពិធីបុណ្យដាពុស្ដាដែលយើងតែនិយមហៅថាធម៌អភិធម្មខ្ញុំកណ្ណាខ្ញុំបាទដាក់ថាត63នៅក្នុងត63ស្ដីអំពីពួកធម៌ជាអព្យាក្រឹតតើដូចម្ដេចដែលបានចែងនៅក្នុងបេដកលេខ78ត្រង់ទំព័រ232ឃ្នៀប338ដល់349ពួកធម៌ជាអព្យាក្រឹតតើដូចម្ដេចចក្ខុវិញ្ញាណជាវិបាកច្រឡំដោយឧបេក្ខាមានរូបជាអារម្មណ៍កើតឡើងហើយព្រោះហេតុបានធ្វើបានសន្សំនៅកម្មជាកម្មវចរៈកុសលក្នុងសម័យណាភាសៈក៏កើតមានក្នុងសម័យនោះវេទនាសញ្ញាចេតនាចិត្តឧបេក្ខាឯកកតារបស់ចិត្តមនិន្ទ្រីឧបេក្ខន្ទ្រីជីវតន្ទ្រីកើតមានក្នុងសម័យនោះឬក៏ពួកអរូបធម៌ដទៃណាដែលកើតឡើងព្រោះអាស្រ័យហេតុក៏កើតមានក្នុងសម័យនោះនេះពួកធម៌ជាអព្យាក្រឹតភាសៈកើតមានក្នុងសម័យនោះតើដូចម្ដេចភាសៈការពាល់ត្រូវការប៉ះពាល់ការតង្គប់ទង្គិចណាក្នុងសម័យនោះនេះភាសៈកើតមានក្នុងសម័យនោះវេទនាកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាដែលប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពីសម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សំគួរដល់ធម៌នោះការទទួលអារម្មណ៍មិនទុក្ខមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុក្ខមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះវេទនាកើតមានក្នុងសម័យនោះសញ្ញាកើតមានក្នុងសម័យនោះតើដូចម្ដេចសញ្ញាការចងចាំភាពចំណាំដែលកើតអំពីសម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះសញ្ញាកើតមានក្នុងសម័យនោះចេតនាកើតមានក្នុងសម័យនោះតើដូចម្ដេចចេតនាការគិតភាពគិតដែលកើតអំពីសម្ផស្សនៃចក្ខុវិញ្ញាណធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះចេតនាកើតមានក្នុងសម័យនោះចិត្តកើតមានក្នុងសម័យនោះតើដូចម្ដេចចិត្តសេចក្តីដឹងអារម្មណ៍សេចក្តីប្រាថ្នាហឫទ័យធម្មជាតិដ៏ផូរផង់គឺភវង្គចិត្តហៅថាមនោមនីយតនៈមនិន្ទ្រីវិញ្ញាណវិញ្ញាណខន្ធចក្ខុវិញ្ញាណធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះចិត្តកើតមានក្នុងសម័យនោះឧបេក្ខាកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនទុក្ខមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុក្ខមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះឧបេក្ខាកើតមានក្នុងសម័យនោះឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះតើដូចម្ដេចការស្ថិតនៅណារបស់ចិត្តក្នុងសម័យនោះនេះឯកកតារបស់ចិត្តកើតមានក្នុងសម័យនោះមនិន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចចិត្តការដឹងអារម្មណ៍សេចក្តីប្រាថ្នាហឫទ័យធម្មជាតិដ៏ផូរផង់គឺភវង្គចិត្តហៅថាមនោមនីយតនៈមនិន្ទ្រីវិញ្ញាណវិញ្ញាណខន្ធចក្ខុវិញ្ញាណធាតុដ៏សំគួរដល់ធម៌នោះណាក្នុងសម័យនោះនេះមនិន្ទ្រីកើតមានក្នុងសម័យនោះឧបេក្ខន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចសេចក្តីមិនឆ្ងាញ់ពិសាមិនមែនជាមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្តការទទួលអារម្មណ៍មិនទុក្ខមិនសុខដែលកើតអំពីសម្ផស្សនៃចិត្តវេទនាមិនទុក្ខមិនសុខ
ដែលកើតអំពីសម្ផស្សនៃចិត្តណាក្នុងសម័យនោះនេះឧបេក្ខន្ទ្រីកើតមានក្នុងសម័យនោះជីវិតន្ទ្រីកើតមានក្នុងសម័យនោះតើដូចម្ដេចអាយុការស្ថិតនៅការនៅយឺតយូរការរស់នៅការរំកិលទៅការប្រព្រឹត្តទៅការរក្សានៅអរូបធម៌ទាំងនោះគឺជីវិតន្ទ្រីណាក្នុងសម័យនោះនេះជីវិតន្ទ្រីកើតមានក្នុងសម័យនោះឬក៏ពួកអរូបធម៌ដតីណាដែលកើតឡើងព្រោះអាស្រ័យហេតុកើតមានក្នុងសម័យនោះនេះពួកធម៌ជាអព្យាក្រឹតការអានអំពីពួកធម៌ជាអព្យាក្រឹតតើដូចម្ដេចក្នុងបេដកលេខ78ទំព័រ232ឃ្នាប338ដល់349របស់ខ្ញុំកណាខ្ញុំបាទក្នុងគណៈនេះក៏ដល់ទីបញ្ចប់បាទសូមអរគុណ